Trong mình chun file ពីទូរស័ព្ទមកកាន់កុំព្យូទ័រឬពីកុំព្យូទ័រទៅកាន់ទូរស័ព្ទវិញហើយទោះបីជាយើងប្រើ Mac ប្រើ Windows ប្រើ Android ឬប្រើ iOS ក៏យើងអាចប្រើបានដូចគ្នាចឹងបងប្អូនអាចសាកល្បងកម្មវិធីមួយនេះបានមុននឹងចាប់ផ្ដើមកុំភ្លេចចុច Like Share និង Follow ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតចឹងដំណាក់កាលដំបូងយើងនិយាយពីការដំឡើងកម្មវិធីជាមុនសិនហើយនៅលើទូរស័ព្ទរបស់យើងអាចចូលទៅកាន់ Play Store ឬក៏ App Store ទៅបន្ទាប់មកអ្នកនរគ្នាវាយ search រក app ដែលមានឈ្មោះថា Local Send ហ្នឹងហើយអញ្ចឹងយើងឃើញ app ហ្នឹងហើយយើងចុចលើពាក្យ install ទៅអញ្ចឹងបន្ទាប់ពីយើង install app ហ្នឹងហើយយើងអាចចុចបើក app ហ្នឹងមកហ្នឹងហើយអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ app នេះគឺយើងអត់មានទាមទារ sign in ឬក៏ sign up អីទេយើងអាចប្រើប្រាស់បានចឹងបន្ទាប់ពី install នៅលើទូរស័ព្ទហើយដំណាក់កាលបន្ទាប់គឺយើង install នៅលើ computer របស់យើងអញ្ចឹងយើងចូលទៅកាន់ Google រួចនៅក្នុងប្រអប់ search នេះយើងវាយពាក្យថា Local Sendនោះយើងនឹងឃើញ website មួយគេដាក់ថា localsend.org យើងចុចចូលទៅកម្មវិធីហ្នឹងទៅចូលទៅ website ហ្នឹងទៅបន្ទាប់មកយើងចុចលើប៊ូតុង download ទៅណាហ្នឹងហើយអញ្ចឹង download គេមានជម្រើសឲ្យយើងគេមាន Windows មាន Mac អីចឹងទៅអញ្ចឹងបើយើងប្រើ Mac យើង download version Mac ទៅនេះយើងចុចលើកន្លែង DMG នេះហើយបើសិនជាយើងប្រើ Windows យើងចុចលើ Windows មកបន្ទាប់មកយើង download នេះគេដាក់ exe នេះអញ្ចឹងយើង download ហ្នឹងទៅបន្ទាប់ពី download ហើយអ្នកនរគ្នាអាច install នៅលើ computer របស់យើងទៅអញ្ចឹងយើងនឹងឃើញ app មួយដូចនៅក្នុងនេះអញ្ចឹងខ្ញុំបើក app នេះឲ្យអ្នកនរគ្នាមើលអញ្ចឹង app នេះគឺវាមានទម្រង់បែបនេះអញ្ចឹងខ្ញុំទាញឲ្យធំបន្តិចដើម្បីស្រួលមើលអូខេអញ្ចឹងដើម្បីយើងអាចបញ្ជូន file ពីទូរស័ព្ទរបស់យើងមក computer បានឬក៏ពី computer មកទូរស័ព្ទយើងបានគឺទីមួយអ្នកនរគ្នាត្រូវប្រើប្រាស់ Wi-Fi រួមគ្នាអញ្ចឹងបើសិនជាយើងអត់នៅកន្លែងដែលមាន Wi-Fi ទេយើងអាច share hotspot ពីទូរស័ព្ទមកឲ្យ computer ក៏បានដែរអាហ្នឹងដើម្បីឲ្យវាមានទំនាក់ទំនងឬក៏បង្កើត connection ជាមួយគ្នាបានហ្នឹងហើយអញ្ចឹងបើយើងនៅកន្លែងផ្ទះយើងមាន Wi-Fi យើងភ្ជាប់ Wi-Fi តែមួយទៅគឺវានឹងស្គាល់គ្នាហើយអញ្ចឹងខ្ញុំឧទាហរណ៍មួយនៅលើទូរស័ព្ទដូចថាខ្ញុំចុចនៅលើនេះគឺអ្នកនរគ្នានឹងឃើញមាន receive ហើយនឹងមាន send អញ្ចឹងបើសិនជាយើងចង់បញ្ជូនពីទូរស័ព្ទយើងចុចលើពាក្យ send សិនទៅបន្ទាប់មកយើងរើសយក media បន្ទាប់មកយើងចុចលើ allow អូខេអញ្ចឹងឧទាហរណ៍ថាយើងចង់ផ្ញើរូបភាពមួយសន្លឹកនេះឧទាហរណ៍ខ្ញុំចុចលើរូបភាពហ្នឹងមកចុចលើ confirm អញ្ចឹងយើងងាកមកមើលនៅលើ computer របស់យើងវិញគឺយើងមើលឈ្មោះនេះឈ្មោះនៅលើ computer គេដាក់ need carrot លេខ153អញ្ចឹងនៅលើទូរស័ព្ទរបស់យើងក៏ដូចគ្នាដែរយើងនឹងឃើញមានគេដាក់ nearby device ហ្នឹងបានន័យថាឧបករណ៍ដែលបានភ្ជាប់ Wi-Fi ជាមួយយើងហ្នឹងហើយគេបើកកម្មវិធី local send ហ្នឹងដូចគ្នាអញ្ចឹងនៅក្នុងនោះគឺគេដាក់ឈ្មោះនេះ need carrot ហ្នឹងចាហ្នឹងគឺ computer របស់យើងហើយអានេះគឺយើង check មើលដើម្បីបង្ការថាយើងផ្ញើទៅ computer អ្នកផ្សេងឬក៏ផ្ញើទៅឧបករណ៍ផ្សេងអញ្ចឹងយើង verify មើលថាអាហ្នឹងឈ្មោះហ្នឹងគឺត្រូវហើយ computer ហ្នឹងអញ្ចឹងយើងចុចលើឈ្មោះ need carrot ហ្នឹងមកចឹងនៅលើ computer របស់ខ្ញុំគឺវានឹង load ហ្មងគេថាមាន file គេ send មកអញ្ចឹងខ្ញុំចុច accept ទៅអញ្ចឹងវានឹង save ចូលទៅក្នុងកន្លែង download នៅលើ computer របស់ខ្ញុំតែម្ដងអញ្ចឹងបើសិនជាយើងចង់បញ្ជូន file ពី computer មកវិញនៅលើ computer យើងចុចចូលកន្លែង send នេះមកបន្ទាប់មកយើងអាចរើសមាន file មាន folder មានអីចឹងទៅអញ្ចឹងឧទាហរណ៍ខ្ញុំចុចលើ file មួយទៅបន្ទាប់មកខ្ញុំរើសយករូបភាពណាមួយដែលខ្ញុំចង់ផ្ញើណាហ្នឹងហើយយើងស្វែងរករូបភាពមួយឧទាហរណ៍បាទបន្ទាប់មកនៅខាងក្រោមនេះយើងនឹងឃើញគេដាក់ nearby device ឈ្មោះអីគេ energetic broccoli អញ្ចឹងទៅអញ្ចឹងនៅលើទូរស័ព្ទយើងចុចមកកន្លែង receive វិញព្រោះឥឡូវយើងដើរតួជាទូរស័ព្ទជាអ្នកទទួលវិញអញ្ចឹងយើងយក receive អញ្ចឹងយើងមើលទៅឈ្មោះរបស់យើងអីគេ energetic broccoli ហ្នឹងអញ្ចឹងអាហ្នឹងគឺត្រូវហើយអញ្ចឹងយើងចុចលើឈ្មោះហ្នឹងមកអញ្ចឹងនៅលើទូរស័ព្ទខ្ញុំគឺវានឹង load ឲ្យយើង accept ឬក៏ decline អញ្ចឹងយើងaccept ទៅ file ហ្នឹងគឺនឹង save ចូលទូរស័ព្ទរបស់យើងដូចគ្នាអញ្ចឹងនេះគឺជាវិធីមួយដែលអ្នកនរគ្នាអាចអនុវត្តឬក៏សាកល្បងបានបើយើងចង់ផ្ញើ file ទាំងតូចទាំងធំអីយើងអាចផ្ញើបានទាំងអស់អញ្ចឹងវាអាចនឹងជាដំណោះស្រាយមួយសម្រាប់បងប្អូនយើងដែរអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូនេះកុំភ្លេចចុច like share និង follow យើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ